តើពុកម៉ែបងប្អូនអរគ្នាមានចាប់អារម្មណ៍ដូចខ្ញុំអត់ដោយសារតែខ្ញុំឃើញទូកពីរហ្នឹងរៀងដូចគ្នាអញ្ចឹងណាពុកម៉ែបងប្អូនអរគ្នាហើយក៏ដឹងថាជាក់ស្ដែងនៅរោងទូកនៅខាងវត្តកសានហ្នឹងគឺមានពីរមែនឬអត់ទេដោយសារតែចាប់អារម្មណ៍ហ្នឹងការពីនៅអាស័យជ្រោយហ្នឹងឃើញព្រេចលោកនជោសែនជ័យគឺគំនូវិញគឺដូចទៅនឹងអធិរាជដូចជាវត្តមកកសាដូចគ្នាហើយនេះគឺជាព្រេចលោកនជោសែនជ័យណាពុកម៉ែបងប្អូនអរគ្នាសាកមើលហើយគំនូវិញគឺថាដូចគ្នាបែបតែម្ដងទាំងរូបរាងទូកទាំងអីហ្នឹងណាហើយដោយសារតែឃើញចាប់អារម្មណ៍ខ្លាំងមែនទែនមិនតែខ្ញុំចាប់អារម្មណ៍តែរូបរាងទូកណាពុកម៉ែបងប្អូនអរគ្នាល្បឿនល្អណាល្បឿនញាក់សាច់តែល្អខ្លាំងជាងគេហ្នឹងការលេងនៅឯវត្តវិជ័យរាំងសីណាគឺថា5ជើងស្គីទាំង5ជើងតែម្ដងពុកម៉ែបងប្អូនអរគ្នាហើយការលេងនៅរស័យជ្រោយហ្នឹងគឺឈ្មោះប្រេចលួងទេប៉ុន្តែអត់ច្បាស់ថាជាទូកតែមួយឬក៏យ៉ាងណាអញ្ចឹងបើសិនជាពុកម៉ែបងប្អូនណាដឹងអាចជួយខមមិននៅខាងក្រោមវីដេអូម្នាក់មួយផងអញ្ចឹងណាអរគុណច្រើនចាំជួបគ្នានៅវីដេអូក្រោយHey!